បានសូមគោរពនឹងជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះយើងត្រឡប់មកជួបគ្នាសារជាថ្មីទៀតហើយថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងមួយដែលបានមកពីបងស្រីម្នាក់ដែលគាត់បានយកឪក្មេកគាត់ធ្វើជាប្តីបងប្អូនណាហើយបងស្រីហ្នឹងគាត់ធ្វើការងាររោងចក្រទេគាត់បានចែករំលែកសាច់រឿងហ្នឹងណាគឺនៅពេលដែលខ្ញុំហ្នឹងគឺបានទៅឈប់នៅមុខរោងចក្រហ្នឹងនៅខាងខណ្ឌដង្កោហ្នឹងគឺខ្ញុំនៅខាងខណ្ឌដង្កោហ្នឹងគឺខ្ញុំជាអ្នករត់ផាសអាប់ចឹងណាពេលហ្នឹងគាត់ក៏បានបាទស្ដាប់សាច់រឿងខ្ញុំរាល់ថ្ងៃហ្មងតែគាត់មិនដឹងថាខ្ញុំនឹងគឺរត់នៅណាទេតែពេលដែលគាត់បានឃើញខ្ញុំគាត់ក៏បានចែករំលែកសាច់រឿងរបស់គាត់ហ្នឹងហើយម្យ៉ាងទៀតហ្នឹងគាត់ជាអ្នកស្រុកកំណើតនៅក្បែរខ្ញុំផងដែរបងប្អូនខ្ញុំខាងការីវងរីឯគាត់វិញអ្នកខាងកោះអណ្ដែតហើយគាត់បានប្រាប់ថាគឺគាត់បានយកឪពុកក្មេកគាត់នឹងធ្វើជាប្តីមែនបងប្អូនណាហើយគាត់ហ្នឹងក៏បានប្រាប់ថាពេលហ្នឹងគឺគាត់គ្រាន់តែច្រឡំលេខទេគាត់ប្រើទូរស័ព្ទថ្មីគាត់ច្រឡំលេខហើយគាត់បានស្បត់សច្ចាជាមួយគ្នាណាថាបើសិនជាគាត់បានឃើញក៏គាត់ហ្នឹងគឺយកធ្វើជាប្តីរីឯឪពុកក្មេករបស់គាត់ឃើញគាត់ក៏យកធ្វើជាប្រពន្ធដែរតែគាត់មិនដឹងសោះថានោះគឺជាឪពុកក្មេកគាត់ទេណាបងប្អូនហ្នឹងហើយបងប្អូនធម្មតាទេបើយើងមិនដឹងយើងធ្វើមិនទៅហើយម្យ៉ាងទៀតឪពុកក្មេករបស់គាត់ហើយនឹងប្តីរបស់គាត់មើលទៅអាយុប្រហាក់ប្រហែលគ្នាបងប្អូនណាដោយសារតែឪពុករបស់គាត់ហ្នឹងគឺរៀបការនៅក្មេងខ្ចីដែរអញ្ចឹងបើគាត់បានកូនបាទដែលជាប្តីរបស់គាត់ហ្នឹងទៅហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយនេះគឺជាសាច់រឿងរបស់បងស្រីដែលគាត់បានចែករំលែកសាច់រឿងមកកាន់ខ្ញុំណាហ្នឹងហើយបើសិនជាខ្ញុំនិយាយទៅប៉ះពាល់ទៅដល់ឈ្មោះរបស់បងប្អូនឬក៏និយាយទៅមិនសំកន្លែងណាមួយក៏សំខាន់តែអភ័យទោសមកកាន់ខ្ញុំផងតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងហ្នឹងទាំងអស់គ្នាតែម្ដងទៅសាច់រឿងមួយនេះគឺខ្ញុំបានទទួលមកពីបងស្រីម្នាក់ដែលឈ្មោះថាបងស្រីខេងបងស្រីខេងគឺជាអ្នកធ្វើការជាកម្មករកម្មការិនីដែលកាត់ដេរនៅក្នុងរោងចក្រមួយកន្លែងដែលនៅខាងខណ្ឌដង្កោជាពិសេសគឺនៅមុខខណ្ឌតែម្ដងគឺមានរោងចក្រពីរហើយក៏ជាទីកន្លែងដែលខ្ញុំហ្នឹងគឺបាទសម្ចតនៅកន្លែងហ្នឹងសម្រាប់បាទរត់ផងដែរហើយថ្ងៃនេះគឺខ្ញុំបានទទួលមកពីបងស្រីគឺព្រឹកមិញនេះទេបងប្អូនគឺវេលាម៉ោង8គាត់បានចែករំលែកសាច់រឿងមួយមកកាន់ខ្ញុំបាទម៉ោង8ហើយត្រូវថ្ងៃទី11ខែ10ឆ្នាំ2025គាត់បានចែករំលែកសាច់រឿងគាត់របស់គាត់ដែលគាត់គឺយកឪពុកក្មេកធ្វើជាប្តីនៅពេលដែលគាត់គឺច្រឡំលេខហើយគាត់ក៏បានរៀបរាប់តាំងពីដំបូងមកគាត់ថាដំបូងឡើយហ្នឹងណាស្រុកកំណើតរបស់គាត់នៅខាងបាទភូមិពូនបាទភូមិពូនឃុំពេជ្រសាស្រុកកោះអណ្ដែតខេត្តតាកែវបាទហើយខ្ញុំគឺជាអ្នកការីវងគាត់ថាគាត់មានដើមកំណើតនៅទីហ្នឹងពេលហ្នឹងក៏គាត់បានស្គាល់ជាមួយប្តីគាត់បាទហើយប្តីគាត់ហ្នឹងគឺជាអ្នកខាងពោរោងបងប្អូនខាងពោរោងណាបាទខាងយើងចេញពីផ្សារត្រឡប់ទៅខាងពោរោងវិញបងប្អូនទៅខាងសោមទៅអូនហ្នឹងគឺយើងទៅជាទៅតាមហ្នឹងពេលដែលគាត់ស្គាល់ប្តីគាត់ហ្នឹងដោយសារតែបងប្អូនទេគាត់ណែនាំឲ្យស្គាល់ហ្នឹងពេលហ្នឹងក៏គាត់បានស្រឡាញ់គ្នាហើយក៏បានការជាមួយគ្នានឹងទៅអ្នកពោរោងបងប្អូនធ្វើស្រែចម្ការគឺខ្លាំងណាស់ពេលដែលគាត់បានរៀបការជាមួយគ្នាគាត់ហើយពីអ្នកប្តីរបស់គាត់ហ្នឹងក៏បានទៅរស់នៅនឹងខាងភូមិពូនដែលខាងបងស្រីខេងហ្នឹងគឺគាត់នេះគឺជាកូនពៅបងប្អូនដូច្នេះហើយគាត់ក៏បានប្តីគាត់ហ្នឹងក៏រស់នៅនឹងខាងភូមិពូនទៅអ្នកនៅភូមិពូនគឺធ្វើស្រែបងប្អូនគឺមិនមែនជាចម្ការទេគាត់ធ្វើតែស្រែដូច្នេះហើយប្តីរបស់គាត់ខំប្រឹងប្រែងនៅបងប្អូនពេលថ្ងៃបាទពេលថ្ងៃគាត់ទៅធ្វើស្រែធ្វើចម្ការដល់ថ្ងៃលិចប្តីរបស់គាត់ហ្នឹងក៏ទៅដាក់លោបទៅដាក់អង្កែបទៅដើររោគឆ្លុះសัตว์ទៅដើរដាក់បកាយដោយសារតែនៅក្បែរនៃការទឹកឡើងហ្នឹងណាគឺស្រុករបស់គាត់ហ្នឹងហើយពេលដែលគាត់ធ្វើចឹងហើយបងប្អូនណាតែប្តីរបស់គាត់គឺអត់សម្រាកទេបងប្អូនពេលខ្លះទៀតណាដូចជារដូវច្រូតកាត់ចឹងប្តីគាត់គឺតលីបាវឲ្យគេពេលតលីបាវឲ្យគេហើយមកវិញគាត់អត់បាទសម្រាកគាត់អត់មានពេលអីនៅជាមួយកូនគាត់ទេនៅជាមួយប្រពន្ធទេគឺគាត់ហ្នឹងយកពេលវេលារបស់គាត់ហ្នឹងយកទៅផឹកជាមួយនឹងមិត្តភ័ក្តិអ្នកដែលនៅស្រុកភូមិរបស់គាត់ហ្នឹងហើយពេលដែលគាត់បានសួរប្តីគាត់ថាបងហេតុអីបងឯងគឺអត់នៅផ្ទះហេតុអីបងឯងចេះតែផឹកស៊ីចឹងហើយពេលហ្នឹងប្តីគាត់ក៏ថាអូនហើយអូនយើងផឹកស៊ីទៅណាដោយសារតែញាតិមិត្តយើងហ្នឹងគឺគាត់ណាស្រឡាញ់យើងរាប់អានយើងរក្សាញាតិគ្រាន់បើជាងរក្សាសត្រូវដូច្នេះហើយបងដើរផឹករងថ្ងៃហ្នឹងគឺរាប់ញាតិទេអូនឯងកុំបាច់ទៅខ្វល់ទេក៏ឲ្យមួយយ៉ាងទៀតហ្នឹងគាត់ថាបើសិនជាស្នាកំប៉ុងគាត់មិនថាទេផឹកណា
2-3 ម៉ោងជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងណាគឺផឹកក្លែមតែក្តាប់អំពិលទេហើយផឹកតែស្រាសទេឲ្យតែមកមិត្តភក្តិគាត់មកដឹកដល់ផ្ទះឲ្យតែមកដល់គឺបានមកផឹកដល់ផ្ទះពេលដែលគាត់បាទមានកូន2ណាប្តីរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺហើយដោយសារតែការផឹករបស់គាត់ហ្នឹងពេលដែលផឹកទៅបងប្អូនហ្នឹងក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺស្រែកយំបាទកដាលយប់កដាលអាត្រៀតហ្នឹងហើយគាត់ក៏បានខាត់ទៀតក៏ថាឯងអើយឯងបើសិនជាបានផឹកស៊ីចឹងហើយណាឥឡូវឯងឈឺហើយឥឡូវសម្រាកផឹកខ្លះទៅចាំពេលជាឯងទៅផឹកទៀតចុះតែប្តីអត់ទេបងប្អូនខ្លាចញាតខឹងក៏បានតែផឹកទៀតបងប្អូនផឹករហូតបាទដល់ពេលគាត់មានកូន3បានកូនទី3របស់គាត់ហ្នឹងប្តីរបស់គាត់គឺតណាឡៃរួចហើយបងប្អូនគឺឲ្យតែល្ងាចឡើងគេហៅមកផឹកណាក៏គាត់ឡើងហ៊ានតែផឹកដែរគឺគាត់ដំបៅកាពះបងប្អូនដោយសារតែការផឹកខ្លាំងពេកហើយផឹកអត់ខ្លែមបងប្អូនណាអ្នកដែលផឹកណាប្រយ័ត្នប្រយែងតិចពេលដែលផឹកស្រាសហើយអត់មានអីខ្លែមក្តាប់អំពិលកទួតត្រាំស្វាយត្រាំបងប្អូនហើយសិតតែគ្រឿងនឹងផ្សាកាពះអញ្ចឹងហើយវាអត់ល្អទេបងប្អូនគួរតែហូបបាទឲ្យឆ្ងាញ់តិចទៅបើសិនជាយើងហូបណាហើយបន្ទាប់ពីប្តីគាត់ធ្លាក់ខ្លួនឈឺគាត់ហ្នឹងបងប្អូនហើយគាត់លក់អស់ហើយលក់ជាមួយនឹងដីស្រែដែលឪពុកម្ដាយរបស់គាត់បានចែកមកដល់គាត់ហ្នឹងគឺគាត់បានលក់ដីស្រែហ្នឹងណាយកមកមើលជំងឺប្តីយកមកមើលជំងឺនៅហ្នឹងទីក្រុងភ្នំពេញយកទៅខាងពេទ្យបាទផ្លូវ271គឺគាត់យកទៅបាទខាងពេទ្យរុស្ស៊ីហ្នឹងណាដល់ពេលយកទៅពេទ្យរុស្ស៊ីហ្នឹងពេទ្យរុស្ស៊ីថាអូគាត់ហ្នឹងគឺដំណាក់កាលគាត់ខ្ញុំពិបាកហើយដោយសារគាត់ផឹកពេកហើយហើមក្បាលពុះស្ទល់បងប្អូនហើមក្បាលពុះឡើងស្ទល់ហ្មងណាប៉ណ្ណឹងហើយណាមិត្តភក្តិហ្នឹងគេមកបាទទៀតគេមករហៅផឹកទៀតក៏ថាប៉ុណ្ណឹងមិនបានស្មើគេទេគេថាដូចថាជ័យទឹកត្រេកទឹកអញ្ចឹងបងប្អូនណាប្តីគាត់ហ្នឹងដល់ខ្លាចគេអន់ចិត្តទៀតបងប្អូនតែពេលដែលលើកចុងក្រោយពេលដែលគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺធ្ងន់ញាតដែលអ្នកដែលផឹកហៅគាត់ទៅផឹកណាបងប្អូនណាគ្មាននរណាមួយមកជួយគាត់ទេគ្មាននរណាមួយគេមកហៅគាត់ផឹកទៀតទេហើយគេហ្នឹងពេលដែលគាត់ធ្លាក់ខ្លួនឈឺអញ្ចឹងញាតដែលគាត់រាប់ដោយសារតែស្រាហ្នឹងគឺអត់បានមកចិត្តគាត់ទេបងប្អូនមានអ្នកណាមានតែឪពុកម្ដាយនិងប្រពន្ធរបស់គាត់ទេដែលបានមកវាហៅថាមើលជំងឺរបស់គាត់មានណាមានតែប្រពន្ធរបស់គាត់កូនរបស់គាត់ម្ដាយក្មេកឪពុកក្មេកហ្នឹងទេបងប្អូនដែលមកមើលជំងឺរបស់គាត់ពេលហ្នឹងហើយប្តីគាត់ហ្នឹងក៏បានផ្ដាំផ្ញើគាត់ថាអូនអើយថ្ងៃក្រោយណាបើសិនជាអូនឯងមានប្តីថ្មីពេលដែលបងស្លាប់ទៅកុំខ្លាចញាតខឹងណាអូនកុំខ្លាចគេញាតគេថាមិនចេះរាប់ញាតណាអូនកុំឲ្យប្តីទៅផឹកចឹងអីបងនេះខុសហើយបងគិតថាផឹកណាដើម្បីរាប់ញាតតែមិនរាប់ញាតឯណាអូនហើយបែរជាយកជំងឺមកវិញឥឡូវនេះបងដឹងតែខ្លួនបងមិនរស់ទេតែមិនអីបងប្អូនហើយបងស្រីហ្នឹងបងស្រីខេងណាគាត់ណាគឺមិនងាយឲ្យប្តីគាត់តាណាទេគាត់លក់ស្រែអស់មួយប្លង់ហើយលក់មួយប្លង់ទៀតលក់មួយប្លង់ហើយលក់មួយប្លង់ទៀតរហូតតតែប្តីគាត់គឺមិននៅទេបងប្អូនប្តីគាត់ហ្នឹងក៏បាននិយាយជាលើកចុងក្រោយគាត់ទៅក៏ថាគឺគាត់ហ្នឹងណាមិននៅទេអញ្ចឹងហើយអូនឯងមិនចំណាយលុយចំណាយកាក់មកមើលបងទៀតទេបងគ្មានសង្ឃឹមថានឹងរស់ទេហើយពេលហ្នឹងម្ដាយឪពុករបស់ខាងបងស្រីខេងក៏ថាកូនហើយកុំប្រឹងនិយាយខ្លាំងពេកពេលហ្នឹងដេកដួលនៅកន្ទេលណាបងប្អូនណាទៅរកគ្រូខ្មែររកអីហើយអស់ហើយគឺអត់មានជាទេពេលដែលអត់មានជាអញ្ចឹងបងប្អូនណាពេលហ្នឹងណាប្តីរបស់គាត់នេះល្ងាចឡើងហៅកូនមកជុំគ្នាកូនប្អូនកូនបងកូនពៅប្រពន្ធតែប៉ុណ្្នឹងឲ្យហៅមកនិយាយលេងហើយពេលហ្នឹងក៏បាននិយាយថាអូនហើយបងដូចជាហេវសាច់គោណាអូនឯងទៅទិញសាច់គោឲ្យបង1គីឡូមកភ្លាឲ្យបង1គីឡូហូបម្ដងឲ្យឆ្ងាញ់មាត់ម្ដងមើលក្រឲ្យវាចំក្រអញ្ចឹងណាប្រពន្ធគ្រាន់តែលឺចឹងភ្លាមនឹកឃើញតែប្តីប្រហែលជាហើយគាត់ហ្នឹងក៏បានបាទទៅផ្សារទៅរកទិញសាច់គោយកមក1គីឡូយកមកភ្លាឲ្យប្តីនឹកឃើញតែប្តីហេវតែហេវគឺឆាប់ជាហើយដល់តែពេលគាត់ហូបហើយទាំងប្រពន្ធទាំងកូនទាំងម្ដាយក្មេកទាំងឪពុកក្មេកហូបជុំគ្នាណាបងប្អូនណារីឯម្ដាយបង្កើតរបស់គាត់នៅខាងពោរោងនេះក៏គាត់បានមកមើលដែរបាទមកមើលដល់ពេលបានមកមើលយ៉ាងទៅរីឯឪពុកនោះគឺគាត់នៅមើលគោមើលអំពេមើលចៅរបស់គាត់គឺគាត់បានមកទេមកតែម្ដាយរបស់គាត់ទេណាហើយមួយយ៉ាងទៀតនិយាយស្មើតែចេះថាបងស្រីខេនេះគឺគាត់មិនសូវបានមើលមុខឪពុកក្មេកឲ្យបានច្បាស់ទេបងប្អូនណាព្រោះអីឪពុកក្មេករបស់គាត់ក៏ចូលចិត្តលេងខ្លួនដែរ
ធ្វើខ្លួនដែរដូច្នេះហើយគាត់មិនសូវបានមើលឲ្យពេញលេញទេហើយពេលដែលម្ដាយនឹងមកគាត់ថាអូកូនយើងជាហើយកូនយើងឡើងអត់ដូចមុនហើយកូនយើងហូបបានហើយពេលហ្នឹងក៏នាំគ្នាសប្បាយចិត្តណាស់បងប្អូនអើយបាទសប្បាយចិត្តដោយសារប្តីបានហូបណាហើយបងស្រីខេងក៏ចេះតែទិញឲ្យប្តីគាត់ទៅតែមានណាបងប្អូនលើកនេះគឺជាលើកចុងក្រោយរបស់ប្តីគាត់ហើយប្តីគាត់ហ្នឹងណាមុននឹងគាត់បាទស្លាប់ហ្នឹងគឺគាត់បានសរសេរសបុតថាយើងមាននិស្ស័យជាមួយគ្នាបានតែប៉ុណ្្នឹងទេប៉ុន្តែបើសិនជាមានជាតិក្រោយបងនឹងការជាមួយអូនទៀតហើយពេលហ្នឹងគឺគាត់បានបាទគាត់បានបញ្ចប់ជីវិតរបស់គាត់ដោយសារតែគាត់ប្រើនេះកសែងនេះបាទកសែងជ័យរបស់គាត់ហ្នឹងក៏ធ្ពួកនឹងមេតបូលហើយគាត់ក៏បានបាទស្លាប់បាត់ទៅបន្ទាប់ពីគាត់ស្លាប់បាត់ទៅបងស្រីខេងក៏ខ្លាយទៅជាស្ត្រីមេម៉ាយកូន3បងប្អូនណាហើយគាត់ហ្នឹងក៏មិនទាន់ចង់បានប្តីទៀតដែរដោយសារតែប្តីគាត់ស្លាប់ហ្នឹងគាត់រស់ស៊ីចិញ្ចឹមកូនគាត់ជាមួយនឹងឪពុកនិងម្ដាយរបស់គាត់ដែលនៅនឹងបាទផ្ទះហ្នឹងគឺគាត់ចេញទៅរកស៊ីជួលស្នួលគេបាទទៅដកទៅឆ្លោកខ្វាងកែបខ្វាក្តាមរោគបេះផ្ទីផ្សេងចតុលភ្នំជាដើមហ្នឹងណាយកមកទុកហូបដល់ពេលយូរទៅបងប្អូនហើយគ្រួសាររបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែដីស្រែចម្ការដីស្រែរបស់គាត់ហ្នឹងគឺគាត់បានលក់ដើម្បីមើលប្តីរបស់គាត់ហ្នឹងសឹងតែអស់ហើយហ្នឹងអញ្ចឹងហើយសល់តែបន្តិចបន្តួចតែប៉ុណ្ណោះដល់ពេលអញ្ចឹងគាត់ក៏បាននឹកនាថាគាត់ហ្នឹងចង់ឡើងធ្វើការងារទីក្រុងភ្នំពេញដើម្បីរកលុយរកកាក់ខ្លះដើម្បីទៅជួយជីវភាពគ្រួសារហើយនឹងកូនតូចៗរបស់គាត់3នាក់ហ្នឹងពេលហ្នឹងគឺគាត់ស្គមឡើងដោយកំប្រឹងអញ្ចឹងបងប្អូនស្គមណាស់បងប្អូនណាហើយពេលដែលគាត់បាទសួរមិត្តភ័ក្តិគាត់ដែលអ្នកដែលធ្វើការងារទីក្រុងភ្នំពេញណាហើយពេលហ្នឹងមិត្តភ័ក្តិគេថាអត់អីទេចាំគេនាំចូលដោយសារតែខាងនេះគឺត្រូវការជ្រើសរើសកម្មករច្រើនដែរអញ្ចឹងរើសស្រីណាហើយម្យ៉ាងទៀតបងស្រីខេងក៏គាត់ចេះដេរដែរបាទគាត់ចេះម៉ាស៊ីន2បងប្អូនផុង2មួយជុលដូច្នេះហើយពេលហ្នឹងក៏គេថាគេរើសអាហ្នឹងអត់អីទេពេលនោះក៏គេបានសុំទៅខាងមេណាមេខាងមេក្រុមហ្នឹងមេក្រុមក៏គេបានទៅសួរតកែក៏គេបានព្រមរើសក៏ខាងមេគេព្រមរើសយកហ្នឹងហើយពេលដែលល្អមេរើសយកហ្នឹងហើយពេលនោះក៏គាត់បានទេទៅប្រាប់បងស្រីខេងតែបងស្រីខេងអត់មានលេខទូរស័ព្ទទេបងប្អូនអត់ទូរស័ព្ទទេទូរស័ព្ទហ្នឹងគឺទូរស័ព្ទរបស់ឪពុករបស់គាត់ដែលជាឪពុកបង្កើតរបស់គាត់ហ្នឹងគឺគាត់អត់មានទូរស័ព្ទប្រើទេណាពេលដែលបានទទួលដឹងថាមិត្តភ័ក្តិរបស់គាត់ដែលនៅទីក្រុងភ្នំពេញនេះគឺគេជ្រើសរើសកម្មករដូច្នេះហើយនឹងគាត់សប្បាយចិត្តណាស់គាត់ក៏បានផ្ដាំផ្ញើឪពុករបស់គាត់និងម្ដាយរបស់គាត់ជួយមើលកូនរបស់គាត់ផងគាត់ឡើងមកធ្វើការងារទីក្រុងភ្នំពេញដើម្បីស្វែងរកលុយមកផ្គត់ផ្គង់គ្រួសាររបស់គាត់ចឹងទៅហើយពេលដែលគាត់បានឡើងមកធ្វើការងារទីក្រុងភ្នំពេញនេះបាទមកបានមករយៈស្រាប់តែពេលហ្នឹងគាត់ក៏បានឮសូរដំណឹងថាម្ដាយក្មេករបស់គាត់ហ្នឹងគឺបានស្លាប់ហើយដោយសារតែគាត់ហ្នឹងគឺស្លាប់ដោយវាថាស្លាប់ដោយស្រស់ហ្មងស្លាប់ដោយមិនដឹងមូលហេតុណាពេលហ្នឹងគាត់ក៏ចង់ទៅដែរគាត់ក៏ចង់ទៅបុណ្យសពរបស់ម្ដាយក្មេកគាត់ដែរតែដោយសារតែពេលហ្នឹងគឺគាត់អត់មានច្បាប់ដាក់ទៅទេដូច្នេះហើយគាត់ក៏អត់បានទៅដែរណាដូច្នេះគាត់ក៏ធ្វើការងារទីក្រុងភ្នំពេញទៀតគាត់បានទៅឲ្យតែម្ដាយនិងឪពុករបស់គាត់ដែលនៅស្រុកកំណើតនោះឲ្យទៅចូលរួមក្នុងកម្មវិធីបុណ្យនឹងផងហើយគាត់ផ្ញើលុយផ្ញើកាក់ទៅចូលបុណ្យហើយក៏ឲ្យប្រាប់ផងថាគាត់ទៅមិនបានទេគាត់នឹងត្រូវធ្វើការដូច្នេះគាត់ទៅអត់បានទេគាត់សូមអធិស្ឋានផងគាត់ធ្វើការនៅទីនេះអស់រយៈពេលជាង1ឆ្នាំពេលហ្នឹងគាត់ក៏សល់លុយសល់កាក់ផ្ញើទៅឲ្យស្រុកគាត់ផងដែរណាហើយគាត់ហ្នឹងគឺទៅលេងបានតែចូលឆ្នាំនឹងជុំតែប៉ុណ្ណោះគឺគាត់ពេលថ្ងៃណាក៏គាត់មិនដែលទៅលេងដែរថ្ងៃមួយគឺគាត់បានទិញបាទសន្សំលុយទិញទូរស័ព្ទដៃបាទប្រភេទ smartphone បងប្អូនពេលដែលគាត់ទិញបានចឹងហើយហ្នឹងសេរីហ្នឹងគឺគាត់បាទគាត់រាវលេខទេទៅឪពុករបស់គាត់ទេទៅឪពុកក្មេករបស់គាត់បងប្អូនណាតែគាត់ទេទៅច្រឡំដល់តែពេលទេទៅហ្នឹងគាត់ប៉ះទៅចំលេខ1តែលេខហ្នឹងសំដីឡើងផ្អែមទេមកណាអូពេលដែលលើកអាឡូគាត់ណាគេអញ្ចឹងទេមកណាអញ្ចឹងហើយនិយាយមកសំលេងគឺឡើងស្រួយមកដូចសំលេងមនុស្សប្រុសទៅតែអាយុពេញវ័យ18ឆ្នាំអញ្ចឹងគឺសំលេងឡើងស្រួយស្រាប់ពេលហ្នឹងគាត់ក៏បាននិយាយចុះឡើងអញ្ចឹងទៅក៏បានសួរអាយុបងប្អូនអាយុឪក្មេកនិងអាយុកូនប្រសានេះបាទហើយបងស្រីកាលនេះហ្នឹងគឺអាយុគាត់ទៅតែបាទ30ឆ្នាំទេបងប្អូនណា
30 ឆ្នាំរីឯឪក្មេងគាត់ហ្នឹងគឺអាយុ47 ឆ្នាំបងប្អូនដូច្នេះហើយក៏និយាយជាមួយគ្នាទៅបាទនិយាយចុះនិយាយឡើងហើយក៏ផ្អែមល្ហែមជាមួយគ្នាហើយក៏តែងតែតាក់ទងមកជាមួយគ្នាតាក់ទងទៅបរោះម្នាក់ហ្នឹងបរោះម្នាក់ហ្នឹងក៏លើកនិយាយអញ្ចឹងទៅហើយពេលហ្នឹងគាត់ថាអូគាត់ទៅមើលកូនរបស់គាត់បន្តិចអញ្ចឹងណាហើយពេលហ្នឹងក៏គាត់និយាយថាគាត់មិនម៉ាយទេហើយគាត់មិនម៉ាយកូន3ហើយអ្នកស្អប់ខ្ពើមខ្ញុំមកអត់ពេលហ្នឹងក៏ខាងប្រុសហ្នឹងក៏គេថាអូខ្ញុំមិនស្អប់ខ្ពើមទេខ្ញុំក៏មិនម៉ាយដែរអត់ខ្ញុំក៏ពុះម៉ាយដែរពុះម៉ាយហើយខ្ញុំមានកូនអញ្ចឹងទៅកូនខ្ញុំបានការម្នាក់2នាក់ហើយឥឡូវខ្ញុំត្រូវមើលចៅមើលអីអញ្ចឹងណាគេហ្នឹងក៏អត់ប្រកាន់ដែរហើយក៏បានហៅតគេហ្នឹងគឺហៅបងអញ្ចឹងទៅហៅបងគេក៏ហៅមកអូនទៅខាងប្រុសហៅអូនខាងនោះហៅបងទៅតាក់ទងគ្នាដោយមិនបានមើលមុខគ្នាទេបងប្អូនអត់ឃើញមុខគ្នាទេរួចហើយក៏បាននិយាយបាទរឿងក្នុងចិត្តរបស់គាត់ក៏ថាបើសិនជាគាត់បានឃើញណារូបសម្រស់របស់ខាងបងស្រីខេងនេះបើសិនជាគាត់ឃើញគាត់នឹងព្រមយកធ្វើជាប្រពន្ធរបស់គាត់មិនថាខ្វាក់ខ្វិនកោថ្លង់មិនថាខ្មៅអាក្រក់ទេគឺគាត់យកធ្វើប្រពន្ធហើយបើគាត់មិនយកទេសូមឲ្យបារាមុខចោះខាងប្រុសរីឯខាងស្រីវិញក៏បាននិយាយចឹងដែរគាត់ថាបើសិនជាគាត់បានឃើញខាងប្រុសហើយបើសិនជាគាត់មិនយកវិញសូមឲ្យព្រះបារាមុខគាត់ចោះគាត់ស្បត់ស្បាយនឹងគ្នាតាមរយៈទូរស័ព្ទហ្នឹងណាគាត់ថែមទឹកដុតធូបទៀតបងប្អូនលើកសេចក្ដីទៀតនៅថ្ងៃមួយណាដោយសារតែគាត់និយាយបាទគ្នាជាញឹកញាប់បាទឡើងចូលកន្លះខែបងប្អូននិយាយជាមួយគ្នាពេលហ្នឹងក៏ឪពុកក្មេករបស់គាត់នេះដែលដល់ខាងនោះណាគាត់ហ្នឹងក៏អត់ដែរបានទេមកគាត់បានអីដែរពេលហ្នឹងក៏គាត់ហ្នឹងនឹកនាកូនចៅរបស់គាត់ហ្នឹងក៏បានឡើងមកលេងផ្ទះតឡងរបស់គាត់ដែលនៅខាងភូមិពោធិ៍ហ្នឹងពេលដែលមកលេងអញ្ចឹងទៅពេលហ្នឹងក៏ខាងឪពុករបស់គាត់នោះក៏បានទេមកគាត់ថានេះឥឡូវឪក្មេងឯងមកលេងកូនឯងឥឡូវហើយជុំមកឪក្មេងឯងបន្តិចមកដល់យកលេខទូរស័ព្ទរបស់ឪគាត់ទេមកទេពេលហ្នឹងក៏ឥឡូវកូនឯងសុខសប្បាយទេថាអូខ្ញុំសុខសប្បាយទេឪហើយកូនឯងបើមិនមួយមិនពីរទេកូនឯងយកប្តីទៀតកូនមិនចាំប្តីកូនឯងអីកូនឯងប្តីកូនឯងបានស្លាប់ទៅហើយឥឡូវនេះឪមកលេងកូនឯងណាហើយកូនឯងនៅណាឥឡូវហ្នឹងហើយពេលហ្នឹងក៏ថាអូខ្ញុំធ្វើការនៅភ្នំពេញឪក៏ស្គាល់ស្រីម្នាក់នៅភ្នំពេញនេះកូនហើយចាំមើលពេលឪឡើងទៅឪមិនដឹងទៅណាទេកូនប្រហែលជាឪហ្នឹងគឺទៅលេងកន្លែងកូនហើយដើម្បីឲ្យកូនជូនឪទៅជួបគេបន្តិចណាហើយពេលហ្នឹងក៏កូនស្រីបាននិយាយបងស្រីក៏ថាខ្ញុំក៏មាននេះដែរខ្ញុំក៏មានម្នាក់ដែលខ្ញុំស្រឡាញ់ដែរហើយខ្ញុំបានស្បត់សច្ចាជាមួយគ្នាណាទោះគេអាក្រក់ល្អសខ្មៅគឺខ្ញុំស្រឡាញ់គេយ៉ាងទៅហ្នឹងហើយកូនឪក៏មានដែរចាំមើលពេលដែលឪបានតែជួបណាឪនឹងនាំគេមកជួបកូនឲ្យកូនស្គាល់ម្ដាយក្មេករបស់កូនហើយគាត់ក៏និយាយដែរបើសិនជាកូនបានទៅជួបនឹងប្តីរបស់កូនហ្នឹងណាខ្ញុំនឹងនាំប្តីកូនឲ្យស្គាល់នឹងឪដែរដោយសារតែគាត់ចិត្តឡើងមកលេងពេញដែរអញ្ចឹងណាតែគាត់អត់ដឹងទេបងប្អូនគាត់អត់ដឹងទាំងពីរនាក់មិនមែនតែគាត់ធ្វើពើទេគឺគាត់អត់ដឹងមែនដល់ពេលអញ្ចឹងទៅគាត់ថាឥឡូវប្រហែលជាស្អែកខាងស្អែកហ្នឹងឪឡើងទៅហើយចាំមើលឪឈៀងចូលទៅលេងផ្ទះកូនណាហើយចាំពេលហ្នឹងគាត់ឯងនាំទៅឪទៅផងដោយសារតែឪគឺអត់ដែរស្គាល់គេទេហើយពេលហ្នឹងក៏ខាងបងស្រីក៏ថាចាំគាត់ហ្នឹងនាំទៅរកស្ត្រីម្នាក់ហ្នឹងហើយអត់បានសួរឈ្មោះទេបងប្អូនអត់បានសួរឈ្មោះតែឈ្មោះអីទេដោយសារតែបងស្រីនេះឈ្មោះខេនេះប៉ុន្តែគាត់ឡើងមកធ្វើការងារបំពេញនេះគឺគាត់ដាក់ឈ្មោះគាត់ផ្សេងគាត់ដាក់ឈ្មោះហៅឈ្មោះក្រៅយ៉ាងទៅបាទលីនយ៉ាងទៅខាងឪគាត់នោះក៏មិនប្រាប់ឈ្មោះពិតដែរគាត់ប្រាប់ឈ្មោះគាត់ផ្សេងយ៉ាងទៅអញ្ចឹងហើយធ្វើមិនបានដឹងគ្នាបងប្អូនអត់ដឹងគ្នាទេបាន3ថ្ងៃក្រោយហ្នឹងក៏ខាងប្រុសហ្នឹងក៏បានទេមកឥឡូវអូនឥឡូវនេះបងឡើងទៅបំពេញណាអូនណាអូនឯងចាំទទួលបងផងហើយបងឡើងទៅលេងកន្លែងដែលបងស្គាល់គ្នានៅកន្លែងនេះណាហើយពេលហ្នឹងក៏ខាងកូនស្រីរបស់គាត់នេះក៏ខាងបងស្រីខេងថាអូឡើងមកទីតាំងខ្ញុំស្គាល់ឡើងមកចុះនៅហ្នឹងហ្មងទៅបងប្អូនហើយពេលហ្នឹងគាត់ក៏បានឡើងពីខាងពោរងនេះមកជិះឡាននៅខាងផ្សារត្រឡប់នេះបាទឡានសាំយ៉ុងឡានអីហ្នឹងណាក៏បានឡើងមកទីក្រុងភ្នំពេញគាត់ឡើងមកបដាគាត់ទេមកបដាឥឡូវអូនឥឡូវប្តីទៅណាអូនឯងចាំទទួលប្តីផងអញ្ចឹងណាហើយក៏ខាងបងស្រីខេងថាអីប្តីឡើងមកចាំអូនទទួលទាំងដៃពីរហ្មងហើយពេលហ្នឹងក៏បានឡើងមកហ្មងបងប្អូនឡើងមកអញ្ចឹងទៅមកដល់ខាងគួរស្រូវហ្នឹងគាត់បានទេទៀតគាត់ថាអូនអើយបងឡើងមកដល់ហើយចិត្តដល់គួរស្រូវហើយពេលហ្នឹងក៏ជាពេលដែលចិត្តទាំងដល់ពេលថ្ងៃដែលគាត់ចេញហ្នឹងពេលហ្នឹងក៏គាត់ថាមកចិត្តដល់ពេលថ្ងៃគាត់ចេញហើយពេលហ្នឹងគាត់សុំមេណាគាត់សុំមេគាត់មកកណាត់ថ្ងៃទៀត
គាត់សុំមេរបស់គាត់ថាប្តីគាត់មកលេងអញ្ចឹងហើយគាត់សុំមេមកកណាត់ថ្ងៃពេលហ្នឹងក៏គាត់មកដល់ហ្នឹងក៏ចុះនៅការ៉ាសាំងដែលនៅមុខក្នុងខណ្ឌហ្នឹងពេលដែលចុះនៅការ៉ាសាំងហ្នឹងពេលហ្នឹងក៏គាត់បានទេសួរថាអូនឥឡូវបងមកដល់ហើយមកដល់នៅខាងមុខខណ្ឌហើយអូនឯងនៅទីណាអូនឯងមកទទួលបងតិចមកពេលហ្នឹងណាក៏ជាពេលដែលគាត់នេះផ្លិចលេខអត់ដឹងថាលេខកូនភាសាគាត់លេខប៉ុន្មានទេខាងអូក្មេកហើយពេលហ្នឹងក៏ទេទៅខាងគេទៅគាត់ថាមិនទេទៅខាងកូនភាសារបស់បងទេចាំអូនទៅទទួលហ្មងក៏បានដែរហើយចាំយើងទេទៅគាត់ទៅណាឲ្យកូនភាសាគាត់ស្គាល់ខ្ញុំផងជាងទៅបងប្អូនពេលដែលចេញមកបងស្រីខេងចេញមកពេលដែលចេញមកអញ្ចឹងទៅគាត់ក៏បានឃើញគាត់អូក្មេកគាត់អូយីអូមកមកហូបកាហ្វេសិនហើយយីអូឯងឡើងមកអត់មានទេប្រាប់ខ្ញុំតិចថាកូនឯងបើអូមិនស្គាល់លេខកូនផងហ្នឹងអូអត់បានយកលេខទូរស័ព្ទចេញពីតឡងទេហើយកូនឯងធ្វើការនៅហ្នឹងមែនហ្នឹងខ្ញុំធ្វើការហ្នឹងកូនឯងធ្វើការនៅហ្នឹងអូក៏មានបាទស្ត្រីម្នាក់ក៏នៅហ្នឹងដែរគាត់និយាយណាកសៃម្នាក់ហ្នឹងក៏ធ្វើការនៅហ្នឹងដែរកូនអើយទីទៀតអូនឹងណែនាំឲ្យកូនស្គាល់គ្នាឥឡូវប្រហែលជាគេអត់តន់ចេញទេតោះចាំសិតប្រាយបន្តិចចាំឲ្យគាត់ភ្ញាក់ផ្អើលបន្តិចហើយពេលហ្នឹងក៏ខាងបងស្រីខេងគាត់ក៏បាននាំអូក្មេងគាត់ហ្នឹងគឺទៅបន្ទប់ជួលហើយបន្ទប់ជួលរបស់គាត់បងប្អូនគឺគាត់នៅតែម្នាក់ឯងទេអត់មាននៅជាមួយគេផ្សេងទេណានៅតែម្នាក់ឯងទេដូច្នេះហើយក៏បាននាំអូក្មេងគាត់ហ្នឹងទៅដល់បន្ទប់ជួលទៅឲ្យងូតទឹកងូតអីហើយអស់ហើយពេលហ្នឹងក៏គាត់និយាយលេងជាមួយនឹងកូនស្រីរបស់គាត់ទីទៅគាត់ថាកូនហើយកូនហើយកូនឯងចាំមើលណែនាំប្តីកូនឯងអូស្គាល់ផងណាហើយចំណាស់ណាអញ្ចឹងទៅហើយពេលហ្នឹងក៏កូនភាសារបស់គាត់នេះបងស្រីខេងគាត់ថាចាំមើលទៅទៀតចាំអូណែនាំណាណែនាំម្ដាយក្មេកខ្ញុំណាដែលអូទៅទៅរកបានថ្មីហ្នឹងណែនាំមកខ្ញុំផងហើយអតចរិតគេមិនដែរអីមិនដែរអញ្ចឹងសួរគ្នាទៅវិញទៅមកតែគាត់អត់ដឹងមែនហ្មងអត់ដឹងគាត់ថាអត់ដឹងទេគោដូចជាមនុស្សរាវបាទដូចនៅក្នុងបាតសមុទ្រអញ្ចឹងហើយពេលដែលគាត់មកអង្គុយជុំគ្នាយូរអញ្ចឹងទៅគាត់ក៏បានបាទទេទៅប្រាប់ប្តីរបស់គាត់សង្សាររបស់គាត់ហ្នឹងគាត់ចុះមកទិញភេទជ្ជៈដើម្បីយកទៅឲ្យឪពុករបស់គាត់នេះគាត់ក៏បានទេមកបងឯងមកដល់ទីណាហើយខ្ញុំរងចាំបងអត់ឃើញទេហើយពេលហ្នឹងគាត់ថាគាត់មកដល់បន្ទប់ហើយគាត់មកដល់បន្ទប់គាត់មកលេងបន្ទប់កូនគាត់សិនកូនភាសាគាត់សិនហើយបន្ទប់កូនភាសាគាត់នៅកន្លែងនេះអញ្ចឹងណាគាត់ថាអត់អីទេអញ្ចឹងចាំមើលចាំគាត់ឡើងទៅដល់បន្ទប់ហ្មងទៅហើយអញ្ចឹងក៏គាត់ថាចាំគាត់នឹងទិញទឹកផ្លែឈើទិញរបស់របរទៅឲ្យអូក្មេងគាត់សិនព្រោះអូក្មេងគាត់ក៏មកលេងថ្ងៃហ្នឹងដែរចាំគាត់ណែនាំឲ្យស្គាល់អូក្មេងរបស់គាត់រីឯអូក្មេងហ្នឹងគាត់ថាចាំគាត់ណែនាំឲ្យស្គាល់បាទម៉ែក្មេងរបស់កូនឯងដែរបាទគាត់ថាច្រឡំគ្នាហ្មងតតើអញ្ចឹងទៅហើយពេលដែលគាត់បាទបិទទូរស័ព្ទហ្នឹងគាត់ក៏បានឡើងទៅដល់ខាងលើគាត់ក៏បាននិយាយប្រាប់ថាអូតិចទៀតហ្នឹងគឺប្តីរបស់កូនមកហើយប្តីរបស់កូនក៏ចំណាស់ប្រហែលអូដែរមិនស្រួលហ្នឹងគឺអាយុ40ជាងទេគាត់ថាណាអាយុ40ជាងទេអញ្ចឹងអូចាំមើលខ្ញុំតិចទៀតខ្ញុំទេទៅគាត់ណាហើយអូចាំជួបមួយគាត់ហ្មងទៅហើយចុះមិនឲ្យកូនឯងតិចគេមិនល្អណាកូនប្រយ័ត្នប្រយែងណាហើយពេលហ្នឹងក៏បងស្រីខេងថាអូហើយខ្ញុំបានស្បត់សច្ចាងគ្នាហើយថាខ្ញុំហ្នឹងគឺទូជាគាត់ខ្វាក់គោថ្លង់ឬក៏ដើរដីស្មើដើរលាក់ក៏ដោយក៏កូនត្រូវទៅយកគាត់ដែរដោយសារតែកូនហ្នឹងគឺបានសន្យាជាមួយគាត់ហើយឪពុកក្មេងក៏គាត់និយាយចឹងដែរគាត់ថាគាត់នឹងទោះជាម្នាក់នឹងខ្វាក់ខន់គោថ្លង់ក៏ដោយក៏គាត់ត្រូវទៅយកដែរដោយសារតែគាត់នឹងបានសន្យាជាមួយនឹងគ្នានៅក្នុងបន្ទប់ជាមួយគ្នាកូនភាសានឹងអូក្មេងគឺមិនបានដឹងទេហើយពេលដែលគាត់ខលទូរស័ព្ទគាត់ថាឥឡូវនេះចាំអូនេះខលទូរស័ព្ទទៅឲ្យកូនឯងប្រាប់ទីតាំងថាអូនៅទីណាឲ្យកូនឯងព្រោះឲ្យកូនឯងដឹងថាទីតាំងនេះទីតាំងណាអញ្ចឹងណាអញ្ចឹងចាំអូខលទៅដើម្បីឲ្យម៉ែក្មេកកូនឯងអតីតម៉ែក្មេកកូនឯងហ្នឹងគឺឡើងមកហើយពេលហ្នឹងគាត់ថាខលចាំខ្ញុំនិយាយពេលហ្នឹងក៏គាត់បានចុចលេខទូរស័ព្ទហ្នឹងហើយគាត់ក៏ចុចបញ្ជូនហើយគាត់បានដាក់ឲ្យតកូនស្រីរបស់គាត់នេះបងស្រីហ្នឹងខេងក៏កាន់ទូរស័ព្ទដើម្បីនិយាយណាដើម្បីប្រាប់ទីតាំងទីកន្លែងដើម្បីឲ្យគាត់ងាយមករកបើគាត់នៅទីហ្នឹងស្រាប់ហើយអញ្ចឹងគាត់ប្រាប់ទីតាំងទៅដើម្បីងាយរកព្រោះអីជាពិសេសឪពុកក្មេកក៏បានប្រាប់ថាគឺស្ត្រីម្នាក់ធ្វើការនៅក្នុងរោងចក្រម្ដុំនេះដែរគាត់ថាម្លុកនេះដែរអញ្ចឹងណាដើម្បីប្រាប់មកឲ្យស្គាល់បន្ទប់ជួលហ្នឹង
គាត់បានសេចក្ដីមួយគ្នាហើយទោះជាយ៉ាងណាក៏គាត់ត្រូវតែយកគ្នាដែរអញ្ចឹងណាគឺมันអាចស្បត់ក្បត់ពាក្យសម្ដីទេបងប្អូនហើយពេលដែលទេទៅលឺទូរស័ព្ទប្រូពេលដែលពុកក្មេងគាត់ទេទៅនេះលឺទូរស័ព្ទប្រូនៅក្នុងកប៉ាល់របស់គាត់ពេលនោះគាត់ក៏បានទាញទូរស័ព្ទមកគាត់ថាឪហើយប្តីខ្ញុំក៏ទេមកដែរអញ្ចឹងហើយចាំមើលខាងនោះសិនចាំមើលខាងនោះគេលើកចាំខ្ញុំលើកខាងនឹងដែរឲ្យមកជួបជុំគ្នាអញ្ចឹងណាចាំទៅចុចពឺតចុចបោះគាត់ទឺតអញ្ចឹងទៅគាត់បានមើលលេខទូរស័ព្ទឪគាត់ឲ្យខលទៅទេគាត់ទាញទូរស័ព្ទមកតែអញ្ចឹងណាអូឪអើយគេទេទូរស័ព្ទមកដែរឪក៏ទេទូរស័ព្ទមកដែរអញ្ចឹងណាឥឡូវលេខឃើញលេខហ្នឹងលេខរបស់ប្តីគាត់តែគាត់អត់បានមើលលេខទូរស័ព្ទឲ្យគាត់ខលទៅទេអូគេនេះអញ្ចឹងឪចាំមើលខ្ញុំលើកលេខទូរស័ព្ទរបស់ប្តីខ្ញុំសិនណាហើយចាំពេលលេខទូរស័ព្ទរបស់ខាងប្រពន្ធឪលើកចាំខ្ញុំនឹងនិយាយជាមួយគាត់ចុចបាច់ទៅគាត់ភ្ញាក់របស់គាត់បងប្អូនភ្ញាក់ផ្អើលគាត់ហ្មងគាត់ភ្ញាក់ផ្អើលគ្រាន់តែអាឡូបាច់គាត់លឺទូរស័ព្ទហ្នឹងអាឡូនៅក្នុងរបស់គាត់ដែរហើយពេលហ្នឹងក៏គាត់បានថាឪលឺសំឡេងឡងដល់ពេលគាត់ឆែកមើលលេខអញ្ចឹងណាគាត់ថាអត់សំឡេងឡងទេកូនហើយពេលដែលគាត់មើលថានេះលេខទូរស័ព្ទនេះដល់ពេលមើលទៅទូរស័ព្ទរបស់ឪគាត់ហ្នឹងគឺលេខទូរស័ព្ទរបស់គាត់នឹងលេខទូរស័ព្ទរបស់ឪគាត់ហើយដល់ពេលអញ្ចឹងទៅគាត់ក៏បានថាចុះឪអញ្ចឹងឈ្មោះនេះមែនថាហ្នឹងហើយឪឈ្មោះហ្នឹងកូនឯងឈ្មោះនេះមែនកូនហ្នឹងឈ្មោះហ្នឹងមែនដល់ទៅពេលអញ្ចឹងគាត់ឃើញគាត់អៀនបដ ாய் គាត់ថាឪខ្ញុំមិនដឹងគិតថាម៉េចទេឥឡូវបានជាខ្ញុំស្បត់ជាមួយនឹងឪទៅហើយឥឡូវឪត្រូវធ្វើម៉េចឥឡូវហ្នឹងខ្ញុំដំបងគឺខ្ញុំតាក់ទងអត់ដឹងថាឪទេហើយឪហ្នឹងក៏បាននិយាយថាពេលដែលឪតាក់ទងក៏មិនដឹងថាជាកូនស្រីទេកូនស្រីឯងឥឡូវយើងត្រូវធ្វើម៉េចឬក៏យើងនឹងស្បត់មិនបាច់ស្បត់ស្បាយទេយើងទៅលាបំណន់វិញហើយពេលហ្នឹងក៏ខាងបងស្រីខេងនេះគាត់នឹកឃើញថាបើគាត់ស្បត់ទៅហើយហ្នឹងដូច្នេះហើយគាត់ក៏បាននិយាយជាមួយនឹងឪក្មេងគាត់ថាចុះបើសិនជាយើងយកគ្នាណាឪតើយើងខ្មាស់គេអត់កូនប្រសានឹងឪក្មេងនេះហើយពេលហ្នឹងឪក្មេងគាត់ក៏ថាបើសិនជាកូនប្រសាព្រមក៏គាត់ព្រមដែរដោយសារអីគាត់ណាក៏បានពេញចិត្តជាមួយនឹងកូនប្រសានៅពេលដែលគាត់និយាយគ្នាជាមួយនឹងកូនប្រសានេះហើយកូនប្រសាក៏បានស្បត់ទៅយកគាត់ហើយគាត់ក៏បានស្បត់ទៅយកកូនប្រសាដោយគាត់គឺមិនដឹងទេមិនដឹងថានោះជាលេខកូនប្រសាទេគេថាអបិតវៈហេតុណាបងប្អូនហើយពេលដែលគាត់និយាយអញ្ចឹងទៅក៏ខាងបងស្រីនេះក៏គាត់គិតថាក៏វាក៏មិនប៉ះពាល់អីដែរមើលទៅនោះពេលនោះគាត់ក៏បានឪពុកក្មេងគាត់អង្គុយទៅហើយគាត់មើលមុខឪពុកគាត់សើចឪពុកសើចមើលមុខគាត់សើចតែគាត់បានមើលភិនភាពរបស់ឪពុកគាត់គឺមានហំដូចប្តីគាត់អញ្ចឹងមើលទៅអាយុឪពុកគាត់ក៏មិនតាន់ចាស់ប្រហែលដែរអាយុបាក់បាលនឹងឪគាត់ដែរហ្នឹងដូច្នេះហើយគាត់ហ្នឹងក៏មិនតាន់ហ៊ានសម្រេចចិត្តទេបងប្អូនគាត់ហ្នឹងក៏បានខលទៅប្រាប់ឪពុកម្ដាយរបស់គាត់ដែលនៅស្រុកឪពុកម្ដាយគាត់ដែលនៅស្រុកពេលដែលគាត់បានដឹងដំណឹងថាគាត់ហ្នឹងគឺស្គាល់គ្នាតាមរយៈទូរស័ព្ទហើយលេខទូរស័ព្ទហ្នឹងគឺជាលេខឪពុកក្មេងរបស់គាត់ដែលគាត់បានស្បត់ស្បាយសេចក្ដីបើសិនជាមិនបានយកគ្នាធ្វើជាប្តីប្រពន្ធបើសិនជាស្បត់ជាមួយគ្នាសូមឲ្យបារាមុខស្បត់ស្បាយខ្លាំងខ្លាណាបងប្អូនស្បត់ថាត្រូវតែយកឲ្យបានណាទោះជាយ៉ាងណាក៏ត្រូវតែយកឲ្យបានតែមានស្អីបងប្អូនហ្នឹងដល់ពេលឃើញចង្អាក់ចិត្តហ្មងចង្អាក់ចិត្តមិនចង្អាក់ចិត្តថាឪក្មេងណាឪក្មេងនឹងកូនភាសាហ្នឹងស្រាប់តែពេលឪក្មេងគាត់ហ្នឹងឪគាត់ហ្នឹងក៏បាននិយាយថាកូនហើយគេហៅថានេះគឺជាឧបនិស្ស័យជាមួយកូនហើយលេងមកសន្ធឹកហេតុអីបានជាកូនរាវមិនប៉ះគេហេតុអីបានជាកូនរាវប៉ះអញ្ចឹងប្រហែលជាគេហៅថាគូពីអតីតជាតិរបស់កូនហើយអត់អីទេកូនឯងកុំខ្លាចគេនិយាយដើមកុំខ្លាចគេថាអនាគតរបស់យើងទេកូនហើយពេលហ្នឹងក៏គាត់បាននិយាយថាឪខ្ញុំគឺយល់ព្រមហើយថាខ្ញុំហ្នឹងគឺអាចយកឪក្មេងធ្វើជាប្តីបានអញ្ចឹងណាបងប្អូនហើយបំណាច់តឡើងមកលេងជាមួយនឹងគ្នាទៅហើយពេលហ្នឹងឪក្មេងរបស់គាត់ណាក៏គាត់មិនហ៊ានដែរបងប្អូនគាត់បានតែងូតទឹកហើយគាត់បានតែដេកនៅបាយខ្នងទេបងប្អូនគាត់ដេកបាយខ្នងអញ្ចឹងទៅណាហើយពេលហ្នឹងបងស្រីហ្នឹងក៏គាត់បាននិយាយថាបំរាច់តែគាត់តែនិយាយថាត្រូវទៅយកគ្នាទៅហើយអញ្ចឹងហើយក៏គាត់មិនបដែតបដោអញ្ចឹងដែរពេលនោះក៏គាត់បានដេកអញ្ចឹងទៅគាត់ក៏បាននិយាយជាមួយឪពុកក្មេករបស់គាត់ថាគាត់ព្រមជាមួយនឹងឪពុកក្មេកធ្វើជាប្រពន្ធរបស់លោកឪពុកក្មេកអញ្ចឹងទៅក៏ព្រមនៅជាមួយលោកឪពុកក្មេកពេលហ្នឹងក៏ឪពុកក្មេកក៏បានកាន់ដាយគាត់ហើយក៏បានបកិស្មាគាត់ហ្នឹងទៅហើយគាត់ក៏បានសន្យាថាគាត់នឹងចិញ្ចឹមកូនហ្នឹងទាំង3នាក់ចៅរបស់គាត់ហ្នឹងហើយនឹងកូនរបស់គាត់ផងដែរពេលហ្នឹងគាត់ក៏បានព្រមព្រៀងគ្នាក៏បាននៅជាមួយគ្នាហាត់ប្រាណទាំងបងប្អូនហាត់ប្រាណជាមួយឪក្មេកហាត់ប្រាណជាមួយគាត់ទៅដោយសារតែគាត់មេម៉ាយឪពុកគាត់ក៏ពុះម៉ាយដូច្នេះហើយក៏នាំគ្នាហាត់ប្រាណមកយប់ទល់ភ្លឺយ៉ាងទៅជាមួយគ្នាអញ្ចឹងណាបន្ទាប់ពីបាននៅជាមួយគ្នាម្ដងនឹងហើយពេលហ្នឹងក៏ខាងបងស្រីនេះព្រលឹមឡើងគាត់បានទៅធ្វើការធម្មតា
រីឯឪពុកក្មេករបស់គាត់នោះក៏បាននៅបន្ទប់ហើយក៏បានដាំបាយស្លទុកឲ្យប្រពន្ធគាត់មកចឹងទៅពេលហ្នឹងគាត់ឡើងហៅឪពុកក្មេកនិងកូនប្រសាហើយគាត់ហៅអូនហើយនឹងបងទៅវិញអូនហើយនឹងបងណាបងប្អូនណាហើយបន្ទាប់ពីគាត់និយាយចឹងរួចរាល់ណាបងប្អូនណាគាត់ឡើងមកលេង3ថ្ងៃគាត់នៅជាមួយគ្នា3ថ្ងៃគឺដេកនៅជាមួយគ្នាបាទដូចប្តីដូចប្រពន្ធ3ថ្ងៃចឹងទៅពេលហ្នឹងបានបងស្រីខេងថាឪពុករបស់គាត់គឺខ្លាំងជាងប្តីគាត់ទៅទៀតហើយឪពុករបស់គាត់គឺប្រកែកគិតជាងប្តីរបស់គាត់ហ្នឹងគឺ2 3ដងដូច្នេះហើយពេលដែលគ្រប់3ថ្ងៃហ្នឹងឪពុកក្មេករបស់គាត់នេះដែលគាត់ហៅតបងហ្នឹងក៏បានត្រឡប់ទៅស្រុករបស់គាត់វិញដោយគាត់ហ្នឹងគឺបានបាទទៅរៀបចំកម្មវិធីសែនព្រេនដើម្បីនៅជាមួយគ្នាចឹងទៅដល់ពេលចឹងទៅក៏ខាងឪពុករបស់គាត់នោះក៏បានព្រមព្រៀងហើយពេលនោះក៏បានដាក់ថ្ងៃដើម្បីឲ្យបងស្រីខេងនេះគឺត្រឡប់ទៅស្រុកវិញដើម្បីទៅរៀបចំសែនព្រេនជាមួយនឹងគ្នាបងប្អូនពេលដែលគាត់បានរៀបចំរួចរាល់ហើយក៏ត្រូវបានអ្នកម្ដុំនឹងនិយាយអ្នកពូនបាទអ្នកពូនអ្នកឆ្លាញ់យទល់មេឃក៏នាំគ្នានិយាយដើមគាត់ថាហេតុអីខ្វះប្រុសមិនមែនបានជាយកឪពុកក្មេកហ្នឹងធ្វើជាប្តីតែធ្វើមិនដល់ពេលគាត់និយាយទៅហ្នឹងគេថាវាមិនគួរទេវាមិនគួរណាលេខមកសន្ធឹកវាទៅច្រឡំទៅលេខឪក្មេកយ៉ាងទេវាមិនគួរហើយគាត់ក៏ថាក៏គាត់មិនគួរយ៉ាងដែរតែធ្វើមិនបើគាត់នៅជាមួយគ្នាហើយហ្នឹងគាត់ដេកជាមួយគ្នានឹងហើយហ្នឹងអញ្ចឹងហើយគាត់ក៏យកទៅហើយគាត់មិនខ្មាស់អៀនទេគាត់មិនស្ដាប់ទៅពាក្យសម្ដីរបស់គេនិយាយទេគេនិយាយយ៉ាងណាក៏និយាយទៅគាត់មិនខ្វល់គាត់មិនខ្វាយគាត់មិនគិតទេគាត់មិនខ្វល់ទេថានិយាយរឿងអីគឺគាត់ឡើងខ្វល់ទេគាត់ដឹងតែយកមកទៅព្រោះអីគាត់នៅជាមួយគ្នាហ្នឹងបាទបន្ទាប់ពីបានសែនព្រេនជាមួយនឹងគ្នាបាទធ្វើរយៈពេល1ព្រឹកជាមួយគ្នាមកស្រាប់តែពេលហ្នឹងគាត់ក៏ខ្លាយទៅជាប្តីប្រពន្ធតែហ្មងទៅឡើងហៅឪក្មេកឡើងហៅកូនប្រសាហើយខ្លាយទៅជាប្តីប្រពន្ធបាទនឹងគ្នាទៅវិញទៅមកនេះទៅពេលដែលគាត់បានទៅខ្លាយទៅជាប្រពន្ធរបស់ឪក្មេកគាត់ហ្នឹងឪក្មេកគាត់ហ្នឹងក៏បាននាំគាត់គឺទៅរស់នៅជាមួយនឹងខាងគាត់នៅខាងប៉ូរ៉ូហ្នឹងទៅពេលទៅដល់ហ្នឹងបងប្អូនអើយបាទប្តីរបស់គាត់ដែលជាឪពុកក្មេកហ្នឹងគឺថែគាត់ថ្នមគាត់ណាស់ថ្នមថ្នាក់គាត់ណាស់បងប្អូនប៉ុន្តែគាត់ក៏មិនឲ្យឪពុកក្មេកគាត់ខកបំណងដែរប្តីគាត់ក្រៅខកបំណងទេគាត់ក៏តែងតែថ្នមថ្នាក់ប្តីរបស់គាត់ទៅផ្សារវឹងទៅផ្សារត្រឡប់វឹងបាទទិញសាច់គោទាំងគីឡូមកប៉ៅឪគាត់ណាខ្លាចឪគាត់នោះបាក់កម្លាំងឪគាត់ហ្នឹងគឺឡើងមិនរួចចឹងទៅហាត់ប្រាណមិនរួចតែមែនណាបងប្អូនឪក្មេកគាត់ខ្លាំងបងប្អូនខ្លាំងជាងប្តីគាត់2 ទៅ 3 ដងដល់ទៅពេលគាត់នៅយូរជាមួយគ្នាទៅបានស្គាល់ដឹងថាឪពុកក្មេកគាត់ល្អណាស់ណាឪពុកក្មេកគាត់ស្រឡាញ់ប្រពន្ធណាហើយគាត់នៅក្បែរហ្នឹងណាចាស់គាត់ថាឪក្មេកយាយហ្នឹងសំណាងណាដែលបានកូនប្រសាចេះល្អចេះតែពេលដែលគេនិយាយវិញថាកូនឯងសំណាងវិញទេដោយសារអីដោយសារតែកូនឯងហ្នឹងគឺបានទៅលើអ៊ំប្រុសម្នាក់ហ្នឹងដែលគាត់ហ្នឹងគឺបកែបាទបកែណាស់គាត់ថាបកែទាំងការធ្វើការបកែទាំងការងារយប់ការងារថ្ងៃហើយមីម៉ាយនៅក្នុងភូមិគាត់ហ្នឹងក៏តែងតែកលឹងគាត់ដែរប៉ុន្តែគាត់អត់ស្រឡាញ់បាយជាមកស្រឡាញ់កូនស្រីនឹងវិញដោយសារតលេខទូរស័ព្ទហ្នឹងហើយតាំងពេលហ្នឹងមកគាត់នៅជាមួយនឹងឪពុកក្មេកប្តីរបស់គាត់ក្រោយនេះក៏បានកូនមួយទៀតដែរបងប្អូនបានកូនមួយទៀតដែលជាចំណងដែររបស់គាត់ហ្នឹងបន្ទាប់ក្រោយឡើងមកទៀតមកក៏គាត់សុំប្តីគាត់ហ្នឹងឡើងមកធ្វើការងារទីក្រុងភ្នំពេញដល់សប្តាហ៍ថ្ងៃនេះនៅខាងខណ្ឌដង្កោហ្នឹងហើយរយៈពេលមួយអាទិត្យប្តីគាត់ឡើងមកលេងម្ដងរយៈពេលមួយអាទិត្យប្តីគាត់ឡើងមកលេងម្ដងហ្នឹងហើយបងប្អូនអញ្ចឹងបានថាស្នេហាហ្នឹងយើងមិនប្រកាន់ភេទប្រកាន់អាយុប្រកាន់វ័យទេសូម្បីតែឪពុកក្មេងនិងកូនប្រសាក៏ច្រឡំលេខក៏យកគ្នាបានដែររហូតតទៅសប្តាហ៍ថ្ងៃហ្នឹងបងប្អូនណាហើយបងស្រីសប្តាហ៍ថ្ងៃគឺគាត់ធ្វើការនៅខាងសេអាណូនៅខាងមុខខណ្ឌដង្កោយើងនេះគឺគាត់បាទឈ្មោះគាត់ឈ្មោះខេងណាបងប្អូនណាឈ្មោះពិតរបស់គាត់តែនៅក្នុងរោងចក្រគេដាក់ឈ្មោះអីក៏ខ្ញុំមិនដឹងដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាតាំងពីគាត់បានជាមួយនឹងប្តីរបស់គាត់ដែលជាឪពុកក្មេករបស់គាត់ហ្នឹងគឺគាត់រស់នៅមួយគ្នាសុខដុមរមនាប្តីរបស់គាត់ធ្វើស្រែធ្វើចំការនៅស្រុកគាត់ឡើងមកធ្វើការងារនៅពេញដល់ពេលមួយអាទិត្យគាត់ទៅលេងម្ដងមួយអាទិត្យទៅលេងម្ដងមិនដឹងគាត់ទៅលេងឬគេលេងគាត់ទេហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសាច់រឿងគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនយល់ឃើញយ៉ាងណាទៅតាមការគួររបស់បងប្អូនទៅចោះហើយខ្ញុំបាទក៏សូមខន្តីអភ័យទោសទៅដល់សំណាក់បងប្អូនផងដែរដែលបានស្ដាប់សាច់រឿងហ្នឹងណាសូមស្ដាប់សាច់រឿងនេះហើយដោយការគិតដោយការពិចារណាបងប្អូនកុំជឿស្លងខ្លាំងពេកណាគាត់ចែករំលែកមកថាគាត់និយាយពិតធ្វើពិតតែខ្ញុំក៏មិនចង់ឲ្យបងប្អូនជឿ100ទាំង100ដែរដោយជឿដោយការពិចារណាទាំងអស់គ្នាផងដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំបាទក៏សូមលំអរកាយគោរពលាបងប្អូនត្រឹមតែប៉ុណ្ណេះសិនហើយជួបគ្នាជាមួយនឹងវីដេអូថ្មីទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នា